Rương, khiếm trong thơ chia sạch prey. Nơi khmăng prey đó thôm là vâng là vơi muối, sầm bố từ đói sát tối thôm rồi nở chúng kia. Chia thó mà đá, rồi pê miên kếtประชุม sát mà đom, cứ miênแต่ tao tế, đại ẩn cùi lơ bẩn lắng khổng niếm chia sạch prey. Nơi cái bài nú miên tuần sai tội muối cho một số phi, đại tay tay sầm lăng mơ từ táo đòi cao phun ếch trở nàn phóng, nâng ngái sửa xà phóng. Thái muối, số phi bàn sảiประกาศ ប្រាប់ មិត្តភក្តិ របស់ វា ថា ចាំ មើល ចុះ ថ្ងៃ ណា មួយ ខ្ញុំ នឹង ធ្វើ ជា ស្ដេច ព្រៃ ក៏ ទាល់ តែ បាន សត្វ ដទៃ ទៀត ឮ ហើយ ក៏ សាយ ក្អក ក្អាយ ខ្លា ឃ្មុំ និយាយ ថា ឯង តូច ទាប យ៉ាង នេះ ចង់ ធ្វើ ស្ដេច ម្ដេច នឹង កាត់ ឯង គ្មាន កម្លាំង បុក ទម្លក់ ដោយ ដំរី ហើយ ក៏ គ្មាន សម្រែក គួរ ឲ្យ ខ្លាច ដោយ តាវ ដែរ សុភី មិន ចោល ចាញ់ ឡើយ វា ចាប់ ផ្ដើម វឹក ហាត់ វា យក មែក ឈើ មក ធ្វើ ជា ស្នែង សិប្បនិមិត្ត ដើម្បី ឲ្យ មើល ទៅ កាច សាហាវ ហើយ ព្យាយាម រៀន ស្រែក គ្រហឹម ប៉ុន្តែ សំឡេង ដែល ចេញ មក គឺ មាន តែ សំឡេង គិត គិត ដ៏ គួរ ឲ្យ ស្រឡាញ់ ទៅ វិញ រហូត ដល់ ថ្ងៃ មួយ មាន គ្រោះ អាសន្ន ណាក់ កើត ឡើង ព្រៃ តែ មួល ត្រូវ ជួប នឹង គ្រោះ រាំង ស្ងួត យ៉ាង ខ្លាំង ប្រភព ទឹក ដែល ធ្លាប់ តែ មាន ក៏ ចាប់ ផ្ដើម រីង ស្ងួត សត្វ ដំរី ព្យាយាម បុក ដើម ឈើ រក ទឹក តែ មិន ឃើញ តោ ព្យាយាម គ្រហឹម បញ្ជា ឲ្យ ភ្លៀង ធ្លាក់ ក៏ មិន អាច ទៅ រួច សត្វ ទាំង ឡាយ ចាប់ ដើម ភ័យ ខ្លាច និង អស់ សង្ឃឹម ពេល នោះ សុភី ដែល ជា ទន្សាយ វៃ ឆ្លាត បាន ប្រើ គំនិត របស់ ខ្លួន វា ដឹង ថា នៅ ក្រោម ដី មាន ទឹក ហូរ គ្រាន់ តែ វា ជ្រៅ បន្តិច សុភី បាន ប្រមូល សត្វ តូច ដូច ជា កណ្ដោល សំពោច និង ទន្សាយ ដទៃ ទៀត ឲ្យ ជួយ គ្នា ជីក រូង តាម កន្លែង ដែល មាន ស្មៅ ដុះ ខៀវ ខ្ចី មិន យូរ ប៉ុន្មាន ទឹក ក៏ ចាប់ ដើម ហូរ ចេញ ពី ក្នុង ដី មក យ៉ាង ច្រើន សត្វ ទាំង ឡាយ ត្រេក អរ ជា ខ្លាំង ហើយ នាំ គ្នា ផឹក ទឹក យ៉ាង ឆ្ងាញ់ ពិសា តោ ដែល ជា ស្ដេច ព្រៃ បាន ដើរ មក ជិត សុភី ហើយ និយាយ ថា សុភី ឯង ពិត ជា អស្ចារ្យ ណាស់ ស្ដេច ព្រៃ ពិត ប្រាកដ មិនមែន ទាល់ តែ មាន កម្លាំង ខ្លាំង ឬ សម្រែក គួរ ឲ្យ ខ្លាច នោះ ទេ ប៉ុន្តែ គឺជា អ្នក ដែល ចេះ ប្រើ ប្រាជ្ញា ដើម្បី ជួយ សង្គ្រោះ សមាជិក ទាំង អស់ ឲ្យ រួច ផុត ពី គ្រោះថ្នាក់ ចាប់ ពី ថ្ងៃ នោះ មក សត្វ ទាំង អស់ ក្នុង ព្រៃ លែង សាយ ចំអក ឲ្យ សុភី ទៀត ហើយ ទោះ បី ជា សុភី មិន បាន អង្គុយ លើ បន្លាំង មាស ប៉ុន្តែ រាល់ ពេល មាន បញ្ហា សត្វ ទាំង អស់ តែង តែ មក សុំ យោបល់ ពី ស្ដេច ព្រៃ តូច ម្នាក់ នេះ ជា និច្ច តម្លៃ អប់រំ នៃ រឿង កម្លាំង បាយ អាច គ្រប់គ្រាន់ រាង កាយ ប៉ុន្តែ ប្រាជ្ញា និង ចិត្ត សុបិន ទើប អាច គ្រប់គ្រាន់ បេះដូង អ្នក ដទៃ បាន សូម ជួសជៀវ Channel ពូសៀង ផង អរគុណ